ពូជាបឋមអង្គខ្ញុំកណាថ្មភេទភិក្ខុអត្តសុមេណូខ្វាន់ចម្រើនគង់នៅវត្តដូនបាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតគឺព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លាសពការទាំងពួងនិងសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ដែលរស់នៅក្នុងនិងក្រៅប្រទេសឥឡូវនេះខ្ញុំគណៈអាត្មាភាពមកធ្វើជាคลิปវីដេអូដើម្បីថតនៅនាមសប្បុរសជនដែលញោមប្រុសញោមស្រីរស់នៅឯនៃសមុទ្របានផ្ញើជាថវិកាមកកសាងនៅព្រះពុទ្ធរូបអង្គទ្រង់បាទនៅក្នុងទីអារាមវត្តដូនបាតាមរយៈញោមដាំងសរូនពងនិងទី1គឺលោកត្រឡុងសារិវណ្ណៈសារវណ្ណងាញោមប្រុសព្រមទាំងភរិយាព្រះសរឿននៅឯនៃសមុទ្របានចូលរួមកសាងនៅព្រះពុទ្ធរូបនឹងចំនួន1ព្រះអង្គចឹងស្មារតីបានទទួលហើយសូមប្រសិទ្ធពរជ័យសិរីមង្គលបរិសុខគ្រប់ប្រការកើតមានដល់ញោមប្រុសញោមស្រីក្រុមគ្រួសារទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃើញឃ្លាតហើយប៉ុណ្ណាសូមអនុមោទនាពរនេះឈ្មោះញោមម្នាក់ទៀតដែរប៉ុន្តែអាត្មាមិនចេះអានភាសាអង់គ្លេសទេញោមណាសូមអធិស្ឋានអាត្មាបានទទួលហើយជាងហ្នឹងក៏ឆ្លាក់បិទរួចសពគ្រប់អស់ហើយនៅតែលាបថ្នាំពីខាងក្រោយទេញោមពរហ្នឹងហើយអរគុណច្រើនសូមប្រសិទ្ធពរជ័យសិរីមង្គលបរិសុខគ្រប់ការកើតមានដល់ញោមស្រីញោមប្រុសក្រុមគ្រួសារទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនអរគុណសុខចម្រើនព្រោះនេះក៏ឈ្មោះញោមផងដែរព្រោះណាជាភាសាអង់គ្លេសក៏នឹងមកភាពបានឆ្លាក់រួចរាល់ហើយញោមបិទក្រោមព្រះអង្គទ្រង់បណ្ឌបាតនឹងរួចរាល់ហើយព្រោះនេះមកថតឈ្មោះញាតិញោមព្រោះណាដែលគាត់មានសទ្ធាជ្រះថ្លាកសាងព្រះពុទ្ធរូបនេះតាមលេខរៀងញោមណាហើយញោមប្រុសញោមស្រីដែលគាត់បានផ្ញើជាថវិកាមកកសាងអង្គព្រះពុទ្ធរូបទ្រង់បណ្ឌបាតនៅក្នុងទីអារាមវត្តដូនបាតាមរយៈញោមដាំងសរូនព្រោះណាក៏នេះគឺលោកសំដិននិងអ្នកស្រីពួកធុកក៏ពួកធុកនេះមិនទាន់បានជូតស្អាតបានទេញោមណាក៏នៅលាបថ្នាំម្សាទេក៏លាបថ្នាំនៅខាងក្រោយជុំវិញហ្នឹងមិនសាទេ
ก็อันนี้ជាឈ្មោះញាតិញោមសប្បុរសជនដែលគាត់បានផ្ញើបច្ច័យមកតាមរយៈញោមដាំងស្រួលមកកសាងព្រះពុទ្ធរូបនៅក្នុងវត្តដូនបាប៉ុណ្ណាចឹងស្មារតីបានទទួលហើយក៏បានធ្វើហើយមិនតាន់រួចជាស្ថាពរទេញោមនៅបោកនៅលៀបឆ្នាំខាងក្រោយទេប៉ុន្តែទោះជាយ៉ាងណាស្មារតីក៏សូមអរគុណទឹកចិត្តទឹកបតីញាតិញោមពុទ្ធបរិស័ទនៅខាងក្រៅប្រទេសដែលក៏បានលះបង់នៅធនធានមានប្រកាសមកជួយកសាងនៅក្នុងទីអារាមវត្តដូនបាសូមប្រសិទ្ធពរជ័យស្រីនឹងពលបលសពគ្រប់ប្រការកើតមានដល់ញោមប្រុសញោមស្រីក្រុមគ្រួសារបត្រាបត្រីទាំងអស់សូមឲ្យជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានកើតការវេលគុំជាជាប្រជុំរងរឿងសុខដុមរមនាឈ្នះអស់រោគទាទាំងឡាយទាំងពងចាប់តាំងពីថ្ងៃនឹងតរៀងទៅសូមឲ្យបានជាបច្ច័យរូចាក់ផុតទុកគ្រប់គ្នាកំបីคลายទៅជាបការៈដតីឡើយព្រោះណាសូមអនុមោទនាប្រសុខចម្រើន